ការស្ដាប់រឿងខ្ញុំខុសហើយព្រឹកថ្ងៃអាទិត្យមួយសុភាពអបសុខបានសុំម្ដាយទៅដើរកម្សាន្តនៅទីសួនសាធារណៈនៅពេលនាងចុះពីស៊ីក្លូនាងក្រឡេកឃើញមិត្តរួមថ្នាក់2នាក់បំរុងងើបចេញពីជើងម៉ាក្នុងសួនច្បារដោយចង់បានគ្នាជជែកលេងនាងក៏ស្ទុះជ្រែកគេឯងស្រែកប្រកោកហៅកោកកោកធ្វើឲ្យមនុស្សទាំងអស់បែរមើលមកនាងគ្រប់គ្នាសុភាពនិយាយខ្លាំងសើចក្អាក់ក្អាយដោយឥតបានមើលអ្នកចិត្តខាងឡើយមិត្តនាងម្នាក់បានកេះនាងហើយពោលខ្សឹបណែភាពមើលណោះគេមើលមកឯងគ្រប់គ្នាឯងនិយាយតិចតែពីរអ្នកគ្នាយើងទៅបានហើយពេលនោះទើបសុភាពចាប់អារម្មណ៍មើលគេឯងចិត្តខាងនាងយកដៃខ្ទប់មាត់នឹកខ្មាស់ហើយស្ដាយកំហុសដែលខ្លួនបានធ្វើកន្លងមកនាងនិយាយទៀងត្រអៀនត្រអែមែនខ្ញុំរវល់តែអដោយឃើញពួកឯងក៏ភ្លេចខ្លួនមិត្តម្នាក់ទៀតនិយាយមែនហើយពេលឯងស្ទុះមកអំបញ្ញមាញ់បានទាំងពីលោកយាយម្នាក់នោះទៀតផងគាត់អាចវាតម្លៃយើងថាយើងជាកូនអត់ពួយផងក៏មិនដឹងសុភាពចាប់ដៃមិត្តទាំងពីរនិងមានទឹកមុខគួរឲ្យអាណិតនាងពោលធ្វើមិនទៅបើខ្ញុំតែសុំទោសគាត់យ៉ាងមិនដែរទើបមិត្តនាងតបវិញថាហើយទៅភ្លាមទៅគាត់ប្រកាសជាឈប់ខឹងនឹងឯងដកស្រង់ពីសៀវភៅភាសាខ្មែរថ្នាក់ទី7បោះពុម្ពឆ្នាំ2001